បាទជំរាបសួរលោកស្រីប្រិយមិត្តសុភាពបរោះសុភាពនារីជាទីមេត្រីថ្ងៃនេះខ្ញុំបាទកង្ហាបានវិលត្រឡប់មកវិញដោយនាំយកបទបាក់សាស្លាប់ដែរយកមកវាយជាមួយនឹងស្គូបបញ្ចូលស្គូបភ្លោះអញ្ចឹងខ្ញុំសូមលើកយកការជ្រើសរើសស្គរនិងការរឹតបន្តឹងស្គរមកនិយាយម្ដងទៀតបទនេះមុននឹងខ្ញុំវាយខ្ញុំបានជ្រើសរើសស្គរ3ទី1គឺខ្វីនតូខ្នាតតូចខ្វីនតូខ្នាតធំនេះគឺជាខុងហ្គាបាទខុងហ្គាខ្នាតតូចជំនួសធំបាវយើងអាចថាធំបាវបាទធំបាវនោះវាធំយើងអត់យកមកលេងទេដោយសារវាសំឡេងរបស់វាធំពេកវាអត់ស៊ីអញ្ចឹងខ្ញុំយកតែខ្វីនតូនិងខុងហ្គាយកមកលេងបាទចំណែកឯខុងហ្គានេះខ្ញុំបានដូរស្បែកមកជាស្បែកស្គរវិញដោយសារស្បែកវាមានស្បែកsynthetic skin ដែលយើងហៅថាស្បែកសុបនិមិត្តស្បែកសុបនិមិត្តហ្នឹងឮល្អណាស់ប៉ុន្តែវាបានស៊ីតែជាមួយនឹងអកេសបច្ចុប្បន្នភ្លេងបច្ចុប្បន្នវាលេងទៅវាស៊ីគ្នាចំណែកឯភ្លេងពីដើមវាយកមកវាបញ្ចូលវាស៊ីត្រសោះវាហាក់ដូចជាអត់រលាយចូលគ្នាអញ្ចឹងណាបាទទៅខ្ញុំក៏សម្រាប់ចិត្តដូរមកស្គរមកស្បែកគោទៅវិញអញ្ចឹងខ្ញុំជ្រើសរើសស្គរ3ហ្នឹងយកមកវាយចំណែកឯការរឹតស្គរហ្នឹងមាន3ចំណុចទី1គឺយើងរឹតមិនបានតឹងល្អវាធូរផ្លក់អត់ព្រោះទេចំណុចទី2យើងរឹតតឹងពេកស្បែកហ្នឹងរឹតតឹងពេកទៅវាអត់រលាស់អញ្ចឹងវាក៏អត់លឺដែរវាណែនពេកទៅវាអត់សំឡេងចំណុចទី3គឺយើងរឹតត្រូវហ្នឹងគឺយើងស្ដាប់សួរថាមានក្បួនមានខ្នាតអ្វីបញ្ជាក់ថាស្គរនឹងរឹតត្រូវខ្ញុំអត់បានដឹងដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំយល់ឃើញខ្លួនឯងថារឹតបែបហ្នឹងគឺបាននឹងសាកវាយមើលអញ្ចឹងខ្ញុំធ្វើតេស្តពេលដែលហើយនោះខ្ញុំសាកលបងខ្ញុំវាយសាកលបងមើលថាស្គរទាំង3ហ្នឹងវាស៊ីគ្នាស្ដាប់សំឡេងទៅវាស៊ីគ្នាអញ្ចឹងវាពឹងទៅលើការស្ដាប់របស់យើងបាទអញ្ចឹងខ្ញុំមាន3របៀបហ្នឹងក្នុងការរឹតបើយើងអត់បានរឹតវាឲ្យបានតឹងល្អទេវាវាយទៅមិនពិរោះសម្រាប់ខ្ញុំវាយបញ្ចូលទៅក្នុងបទចម្រៀងពីដើមមានការលំបាកខ្ញុំត្រូវការជ្រើសរើសស្គរត្រូវការរឹតស្គរអញ្ចឹងដើម្បីវាយបញ្ចូលទៅបទចម្រៀងពីដើមគឺមាន2ទី1គឺជ្រើសរើសស្គរទី2គឺរឹតធ្វើម៉េចឲ្យវាស៊ីឬមកឲ្យយើងរឹតមុនរើសក្រោយក៏បានដែរបាទយើងអាចអញ្ចឹងក៏បានដែរប៉ុន្តែបើសិនជាយើងលេងនៅក្នុងវង់តន្ត្រីធំអអកេសសួរថាតើយើងធ្វើម៉េចទៅគេលេងជួនកាល2 3 បទ 4 5 បទជាប់គ្នាបន្តជាប់គ្នាអញ្ចឹងយើងគ្មានពេលណាមកជ្រើសរើសស្គរឬក៏រឹតទេអញ្ចឹងមុននឹងលេងគឺយើងលើកយកមកដាក់នៅកន្លែងវង់តន្ត្រីហើយយើងគួរតែរឹតឲ្យហើយយើងរឹតឲ្យហើយអីឲ្យហើយថាសំឡេងនឹងបានហើយអកេសគេចាប់ដើមលេងទៅគឺវាទៅហើយដំណើរការទៅហើយប៉ុន្តែយើងគួរតែមានសោមួយដើមរាល់ស្គរទាំងអស់ទិញមកគឺមានស្គរមានសោអញ្ចឹងសោនឹងត្រូវជាប់នឹងខ្លួនពេលដែលសម្រាប់ពេលអីគឺយើងអាចសេរីស្រង់ថាស្គរនឹងវាធូរវាតឹងពេកយ៉ាងម៉េចយ៉ាងណាបាទចំពោះស្បែកស្គរដែលជាស្បែកគោយើងដឹងហើយមេឃត្រជាក់ពេលយប់ត្រូវម៉ាស៊ីនត្រជាក់ឬក៏មេឃភ្លៀងយើងនៅក្នុងផ្ទះទេមិនដែលវាមេឃភ្លៀងវាត្រជាក់សំឡេងវាអត់ពីរោះទេអញ្ចឹងខ្ញុំមិនដែលវាយពេលយប់ទេបើពេលយប់ខ្ញុំវាយខ្ញុំមានតែហាត់សមតិចហ្នឹងបើថាឲ្យវាយសំឡេងវាពីរោះទេចុះអ្នកដែលជាអាជីពលេងនៅក្នុងវង់តន្ត្រីធ្វើយ៉ាងម៉េចទៅអាហ្នឹងវាប៉ះពាល់ដែរបើមេឃហ្នឹងវាត្រជាក់ខ្លាំងទៅស្គរហ្នឹងអត់សូវព្រោះអញ្ចឹងពឹងទៅលើតែការរឹតទេរឹតធ្វើម៉េចឲ្យវាបានមកសមល្មមប៉ុន្តែបើស្បែកស្គរនោះវាមានភាពត្រជាក់មានអីអញ្ចឹងហើយរឹតអត់បានព្រោះរឹតយ៉ាងម៉េចក៏មិនបានព្រោះដូចពេលដែលមេឃក្តៅដែរសម្រាប់ឯស្បែកសុបនិមិត្តវិញរឹតហើយគឺមិនចាំបាច់ទៀតទេ
ខ្ញុំធ្លាប់យកមកដាក់អញ្ចឹងខ្ញុំរត់ហើយពេលចង់លេងខ្ញុំមកខ្ញុំវាយកតែម្ដងអត់ចាំបាច់រត់ទៀតទេបាទសេរីឲ្យត្រូវទោះជាក្តៅទោះជាត្រជាក់យ៉ាងម៉េចក៏វាអត់ប្រែប្រួលវាល្អត្រង់ហ្នឹងណាបាទអញ្ចឹងឥឡូវយើងអញ្ជើញមកស្ដាប់បទបាក់សាស្លាប់ដែកខ្ញុំកងហាជាអ្នកវាយស្គរភ្លោះនេះបញ្ចូលបាទសូមអញ្ជើញបាទអរគុណសម្រាប់ការស្ដាប់បទចម្រៀងបាក់សីស្លាប់ដែកនិងបទចម្រៀងដតីទៀតនៅក្នុង YouTube របស់ខ្ញុំកុងហាសូមអរគុណលោកស្រីសុភាពបរោះសុភាពនារីនិងប្រិយមិត្តទាំងអស់បាទជម្រាបលា